ឧបសគ្គច្រើនហើយណាមួយវាឆ្ងាយមែនតើអញ្ចឹងត្រូវការធ្វើដំណើរថ្មើរជើងតាមមាត់ស្ទឹងអញ្ចឹងគឺពិបាកអត់សូវមានអ្នកមកដល់កន្លែងនេះទេភាគច្រើនគឺតែអ្នកនេសាទដាក់មកដាក់អីទេបើថាអ្នកស្ទូចកម្របានមកដល់ណាហើយបើនិយាយពីទឹកវិញបាច់និយាយទេគឺថ្លាដូចកញ្ចក់អញ្ចឹងហើយមើលទៅដូចរាក់ប៉ុន្តែតាមការពិតចុះទៅគឺជ្រៅលងខ្លះដូចលងជាដើមអីចិត្តលិចក្បាលបងប្អូនតែគ្រាន់តែយើងមើលទៅឃើញធ្លុះមើលដូចរាក់ដូចស្មើចកេះស្មើជាកងអញ្ចឹងតែការពិតចុះទៅអន់ប៉ក៏ស្មើកដែរសម្រាប់បងឬក៏អ្នកដែលគាត់មានគីឡូធ្ងន់ណាបើដើរមកតំបន់នេះគឺដើរបែកកង់ហើយធានា 100% គឺដឹងតែបែកកង់សូម្បីតែខ្ញុំដើរញឹកញាប់ដែរតែខាងដើរទៅជាងមួយឆ្នាំទេមកជើងនេះគឺចង់កុនតែនេះគឺការស្រឡាញ់ការចូលចិត្តរបស់ខ្ញុំចឹងត្រូវតែដើរយ៉ាងណាក៏អត់ធុញដែរទេសភាពបែបនេះគឺកាន់តែដើរកាន់តែជក់ចិត្តហើយបើឲ្យខ្ញុំរើសពេលដែលមានបន្ទានអីឲ្យរើសថាទៅទីក្រុងឬក៏ទៅប្រជុំជនមានមនុស្សច្រើនហ្នឹងគឺខ្ញុំសូមរើសយកកន្លែងដែលស្ងាត់មានព្រៃភ្នំមានទឹកជ្រោះមានទឹកស្ទឹងអីចឹងហើយដោយសារការចូលចិត្តយើងខុសគ្នាបងប្អូនកន្លែងនេះបើសិនជាអាចយើងនាំគ្រួសារយើងមកអុយម៉ែបោះតង់សម្រាប់មួយយប់ពីរយប់អីធ្វើអនុស្សាវរីយ៍ទុកមើល10 20ឆ្នាំក្រោយល្អយ៉ាងណាទេបងប្អូនតែខំថាពិបាកក្មេងៗអីគាត់ដើរអត់រួចទេហើយស្រីអីក៏គាត់ដើរមិនងាយដល់កន្លែងតំបន់កន្លែងនេះដាក់ណាស់នេះបងប្អូនមើលកន្លែងនេះគឺស្អាតមែនតើថ្មរៀបស្មើហើយទឹកថ្លាឆ្វង់មើលធ្លុះដល់បាតតែទឹកឃើញទេគ្រាន់តែខ្ញុំចុះបន្តិចស្មើទៅគង់ហើយកូនត្រីកូនអីច្រើនឆ្វេងទឹកមើលទៅដូចរាក់ចឹងបងប្អូនតែកុំចុះណាចុះដឹងអាលិចហើយទាំងអន់ក៏ស្មើចកេះស្មើទ្រូងដែរទឹកអស់នេះបងប្អូនស្ដាប់សំឡេងតូចយំសំឡេងដើរកាត់ទឹកគឺស្រស់ស្រាយ